ក្នុងคลิปនេះខ្ញុំនឹងបញ្យល់បន្តអំពីអាថ៌កំបាំងយក្សទសមុខឬក្រុងរាពណ៍ដែលបែកជាឲ្យត្រូវរលំដោយអំណាចនៃទឹកមន្តរបស់ព្រះវិស្ណុនៅខាងលើដែលលោកពោនាងលក្ស្មីពេលដែលលោករលាស់ទឹកមុនមកគឺយក្សដែលចាប់មេដាបេដាឃុំនេះត្រូវដួលរលំបន្តិចម្ដងហើយក្នុងរូបនេះគឺមានអិសីកម្ពុមានព្រះមេដានាគហើយនឹងអិសីចំនួនក្រោយនេះអង្គុយខាងក្រោមនេះហើយនឹងជារឿងកូនគាត់ណាដែលជាតួអង្គដែលត្រូវជួយគាត់មានមនុស្សមុខស្វាមនុស្សមុខតោមនុស្សមុខតម្រៃមនុស្សមុខគ្រុឌមនុស្សមុខហង្សមនុស្សមុខសេះអ្នកទាំងអស់នេះគឺសុទ្ធតែជាតួអង្គនៅក្នុងរឿងនេះប៉ុន្តែក្នុងពេលនេះខ្ញុំបញ្យល់ពីរឿងយក្សតើពេលយក្សរលំនឹងកើតរឿងអ្វីខ្លះនៅក្នុងពេលយក្សរលំចាប់ដើមចុះចាញ់គឺយក្សមិនអាចទាញវាំងនននេះបិទបានទៀតទេពីមុនវាំងនននេះគឺបិទយើងតម្លាក់មកបិទចុះក្រោមដែលខ្ញុំបានបញ្យល់ក្នុងคลิปមុនហើយតែដល់ពេលដែលមនុស្សម្នាក់នេះគាត់ច្បាំងឈ្នះយក្សនេះវាំងននហ្នឹងគឺឈប់អាចបិទបានព្រោះយក្សនេះមិនអាចមានកម្លាំងគ្រប់គ្រាន់ទាញតោទាំងពីរនេះដែលកំពុងជ្រងបើវាំងននទាញតម្លាក់មកបានទេដូច្នេះត្រូវតែថយនៅកម្លាំងគឺអាចបើកបង្ហាញវាំងនននៅក្នុងវាំងននទើបយើងឃើញមានមនុស្ស3នាក់នៅក្នុងនេះមានអ្នកដែលជាប់នៅលើក្បាលយក្សដែលតតាំងយក្សមានប្រថោងមានមេដាមហានកោគឺព្រះមេដានាគអ្នកទាំងពីរនេះបានលើកបង្ហាញនៅរបស់ដែលខ្លួនបានទៅប្រព្រឹត្តខុសគឺតែយកកែមនោរបស់យក្សដែលកើតជារឿងនាងកែមនោនឹងរន្ទះហ្នឹងយក្សដែលចេះតែចោលរន្ទះពូថៅរន្ទះហ្នឹងដណ្ដើមកែមនោព្រោះកែមនោគឺជារបស់យក្សនេះតាមការស្រាវជ្រាវអាថ៌កំបាំងថ្មដែលខ្ញុំបានស្រាវជ្រាវហើយដល់យក្សនឹងក្អួតចេញអីខ្លះនៅពេលដែលយក្សនឹងដួលទៅសូមមើលបណ្ដាំបន្ទាឆ្មាដែលដូនតាយើងបានទុកបន្សល់នៅរឿងរ៉ាវទុកសម្អោយកូនខ្មែរយើងខាងក្រោយមើល